វត្តប្រាសាទបន្ទាយស្រីស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំដំដៃស្រុកសូនីគមស្ថិតនៅក្នុងបរិវេណវត្តប្រាសាទបន្ទាយស្រីដែលមានចម្ងាយប្រមាណជា34គីឡូម៉ែត្រស្ថិតនៅទិសខាងកើតនៃទីរួមខេត្តសៀមរាបប្រាសាទនេះជាសំណង់ទោលបែរមុខទៅទិសខាងកើតនិងមានហោត្រៃមន្ទីរតម្កល់គម្ពីរផ្សេងព្រមទាំងបណ្ណាល័យចំនួន2បែរមុខទៅទិសខាងលិចដែលបច្ចុប្បន្នបានរលំបាក់បែកអស់ទៅហើយសម្ភារៈសំណង់មានថ្មភក់ថ្មបាយក្រៀមនិងឥដ្ឋហើយមានភាពទ្រុឌទ្រោមជាខ្លាំងបណ្ដាលមកពីធម្មជាតិនិងមនុស្សជីកកកាយរកវត្ថុបុរាណព្រមទាំងការបោះបង់ចោលមិនមានការថែទាំដិតដល់ជាយូរមកហើយប្លង់តូបប៉មកណ្ដាលមានរាងការ៉េមានទ្វារចូល4ទិសនិងរាងហាលរាងកាកបាទសង់នៅទីជម្រាល2ជាន់និងមានកំពែងព័ទ្ធជុំវិញ3ជាន់ប្រាសាទបន្ទាយស្រីពុំមានសិលាចារឹកប្រាប់អំពីកាលបរិច្ឆេទអ្វីទាំងអស់ហេតុនេះហើយឆ្លងកាត់តាមការស្រាវជ្រាវកន្លងមកនិងការប្រៀបធៀបលើសំណង់ស្ថាបត្យកម្មនិងរចនាសម្ព័ន្ធប្រាសាទនេះគឺមានលក្ខណៈស្រដៀងនឹងប្រាសាទតាកែវប្រាសាទភិមានអាកាសប្រាសាទភ្នំជីសូរប្រាសាទឯកភ្នំដែលជាសំណង់សាងសង់ឡើងនៅទសវត្សរ៍ទី11ក្នុងរចនាបថឃ្លាំងរាជព្រះបាទសូរ្យវរ្ម័នទី1